ដុំនិងសំខាន់កងទ័ពកម្ពុជាអាមេរិកត្រៀមសម្ពយុទ្ធយោធារួមគ្នាដ៏ធំប្រចាំប្រវត្តិសាស្ត្រដើម្បីពង្រឹងសមត្ថភាពការពារជាតិសក្ការៈថ្មីនៃទំនាក់ទំនងកម្ពុជាអាមេរិកប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតបានប្រកាសស្វាគមន៍និងបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំសម្ពយុទ្ធយោធាឆ្មាំអង្គររវាងកងទ័ពកម្ពុជាអាមេរិកដែលក្រុងនឹងធ្វើឡើងនៅឆ្នាំ2027តាមរយៈសម្ពយុទ្ធយោធាដ៏ធំមួយនេះនឹងជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជាឲ្យកាន់តែខ្លាំងតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍និងបច្ចេកទេសផ្នែកយោធាសំខាន់ៗនិងរឹតបន្តឹងចំណងមិត្តភាពរវាងកងទ័ពកម្ពុជានិងសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំបន្ថែមទៀតជាមួយគ្នានោះអនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយនៃក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកគឺលោក Elbridge Akobi ក៏បានបង្ហាញពីការបដិញ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជួយអភិវឌ្ឍវិស័យការពារជាតិរបស់កម្ពុជាផងដែរគួរបញ្ជាក់ថាបើគ្មានអ្វីប្រែប្រួលនោះទេកម្ពុជាអាមេរិកនឹងរៀបចំសម្ពយុទ្ធយោធារួមគ្នាឡើងវិញទាំងជើងគោកនិងជើងទឹកបន្ទាប់ពីការកកខានអស់រយៈពេលជិត10ឆ្នាំចាប់តាំងពីឆ្នាំ2017មកសម្រាប់កម្ពុជានេះគឺជាការបង្ហាញឲ្យឃើញពីវឌ្ឍនភាពនិងជោគជ័យនៃជំហានថ្មីមួយដែលកងទ័ពកម្ពុជាកំពុងបន្តពង្រឹងសមត្ថភាពនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិដោយឈលលើគោលការណ៍គោរពអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិ